សូមជម្រាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នារបៀបបង្ហាញextension ឬក៏ជាប្រភេទ file ដែលផ្ដល់ភាពងាយស្រួលក្នុងការចំណាំថា file ហ្នឹងជាប្រភេទ file exe ឬក៏ file អ្វីឬក៏ file text ឬក៏ file note អញ្ចឹងអ្នកទាំងអស់គ្នាទី1អ្នកទាំងអស់គ្នាអាចសម្គាល់ត្រង់នៅលើ icon របស់វានេះឧទាហរណ៍ file នេះជា file Photoshop file នេះគឺជា file WinRAR អញ្ចឹងអ្នកទាំងអស់គ្នាអាចសម្គាល់ទៅលើ icon នេះបានឬក៏មួយទៀតអ្នកទាំងអស់គ្នាអាចចូលទៅកំណត់បង្ហាញឲ្យវាបង្ហាញ extension file របស់យើងអញ្ចឹងរបៀបកំណត់នោះអត់មានពិបាកទេសម្រាប់ Windows 11អញ្ចឹងអ្នកទាំងអស់គ្នាចូលអញ្ចឹងហើយអ្នកទាំងអស់គ្នាឃើញកន្លែងត្រង់ tray 3នេះអត់អញ្ចឹងយើងចុច tray 3នឹងមកបន្ទាប់មកទៀតអ្នកទាំងអស់គ្នាយកពាក្យថា option បន្ទាប់ពី option ហើយអ្នកទាំងអស់គ្នាចុចយក view បន្ទាប់ពី view ហើយអ្នកទាំងអស់គ្នាឃើញកន្លែងត្រង់នេះគឺ hidden extension អញ្ចឹងយើងដោះ text វាមកយើងដោះ text ត្រង់ហ្នឹងមកយើងដោះ text មកនេះឃើញវានឹងបង្ហាញកតុយរបស់យើងថាជាប្រភេទ extension អីគេជាប្រភេទJPG ឬក៏ PSD ឬក៏ file RAR ឬក៏ zip នេះអញ្ចឹងរបៀបបង្ហាញ extension នៅក្នុង Windows 11យើងមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណ